អត់ប្រទេសដែលមានប្រជាបានហើយដូចជាវៀតណាមឡាវប៉ុន្តែគាត់ថាមនុស្សរត់ទៅប្រទេសដែលអត់មានប្រជាបានហើយដល់ចាប់បានប៉ុន្តែទ្របគាត់នៅយើងដឹងតែយើងអាចធ្វើអនុវត្តបខំឆ្លងប្រទេសបានទេការអនុវត្តបខំហ្នឹងក៏យើងមើលកិច្ចព្រមព្រៀងសិនបងមានកិច្ចព្រមព្រៀងចែងអំពីការអនុវត្តឲ្យបខំទៅលើទ្រព្យសម្បត្តិរបស់ជនល្មើសស្ថិតនៅក្នុងប្រទេសផ្សេងបានអត់អមថាករណីដែលលើកមុនគឺមានវិធានធនាគារគាត់នៅប្រទេសកម្ពុជាតមកត្រូវបានធ្វើបដិសេធបានទៅប្រទេសចិនអញ្ចឹងអមថាទ្រព្យសម្បត្តិគាត់នៅប្រទេសកម្ពុជាតើត្រូវធ្វើមិនវិញមកដល់ឥឡូវចឹងមានន័យថាច្បាប់ច្បាប់យើងអត់ទាន់មានចែងនៅក្នុងមាត្រាហ្នឹងលោកគ្រូការអនុវត្តឆ្លងអញ្ចឹងលោកគ្រូដូចជាឃើញមានប្រទេសមួយដូចអាមេរិកមួយបកកទ្រព្យសម្បត្តិប្រធានធនាគារមួយដែលគេបញ្ជូនទៅចិននៅអង់គ្លេសកាណាដាអូស្ត្រាលីអញ្ចឹងណាប៉ុន្តែខ្មែរយើងអត់ទាន់បានអាចធ្វើអនុវត្តឆ្លងអញ្ចឹងបានណាគ្រូណាកន្លែងនេះយើងក៏ដនដឹងថាអាមេរិកហ្នឹងគាត់កកមិនឬក៏ពេលខ្លះពលរដ្ឋនៅប្រទេសហ្នឹងគាត់ទៅផ្ញើលុយឬក៏តម្កល់លុយនៅធនាគាររបស់អាមេរិកអញ្ចឹងជាធម្មតាតម្កល់ទ្រព្យសម្បត្តិនៅកន្លែងគេអាចធ្វើការប្រកបបានហើយបងបើសិនជាមានមូលហេតុត្រឹមត្រូវបាទចេះបងអាសំណួរបងរៀងចូលទៅរឿងជ្រៅចូលអន្តិធីព្រមតន់តិចបងកន្លែងហ្នឹងណាបាទអញ្ចឹងយើងវិលមកសិក្សាមេរៀនរបស់យើងវិញតើតើកន្លែងទៅនឹងជនល្មើសជាពលរដ្ឋខ្មែរចុះអមថាគាត់ប្រព្រឹត្តបទមជ្ឈិមឬក៏បទក្រិតនៅក្នុងពេលដែលគាត់ប្រព្រឹត្តបទល្មើសហ្នឹងគាត់អត់ទាន់ទទួលបានសិទ្ធិខ្មែរទេនៅពេលដែលគាត់ប្រព្រឹត្តបទល្មើសហើយគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយអញ្ចឹងសួរថាច្បាប់ប្រទេសកម្ពុជាយើងអាចយកទៅអនុវត្តបានអត់បើគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយការប្រព្រឹត្តបទល្មើសបងណាអាចឆ្លើយបានអត់ឥឡូវអមថានៅពេលដែលប្រព្រឹត្តបទល្មើសហ្នឹងគាត់អត់ទាន់បានទទួលសិទ្ធិខ្មែរទេមានន័យថាគាត់ជាជនបរទេសសុទ្ធសាធហើយនៅក្រៅពេលដែលប្រព្រឹត្តបទល្មើសហ្នឹងគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយអញ្ចឹងសួរថានៅពេលដែលគាត់ទទួលបានសិទ្ធិខ្មែរក្រោយការប្រព្រឹត្តបទល្មើសហ្នឹងគាត់អាចត្រូវបានច្បាប់ប្រទេសកម្ពុជាយើងយកទៅអនុវត្តបានអត់ការគឺបើសិនជាករណីតឡាការអត់ទាន់កាត់ក្តីគាត់ជាស្ថាពរទេយើងអាចអនុវត្តច្បាប់ប្រទេសកម្ពុជាទៅលើគាត់បានព្រោះក្រោយពីគាត់ប្រកាសទោសណាគាត់បានចាស់ជាជាតិខ្មែរវិញចឹងហើយស្រាប់ទៅច្បាស់បងសុំសារថ្មីបងតែលោកគ្រូអាចដោយសារតែករណីបើសិនជាករណីតឡាការអត់ទាន់បានកាត់ក្តីគាត់ជាស្ថាពរទេអញ្ចឹងគាត់មានគាត់ក្រោយមកទៀតគាត់បានទទួលសញ្ជាតិខ្មែរអញ្ចឹងគាត់ត្រូវអនុវត្តទៅតាមច្បាប់របស់ខ្មែរបាទអរគុណបងចូលបងផ្សេងទៀតមានយោបល់ផ្សេងអត់ខ្ញុំគិតថាបានគ្រូបានព្រោះពលរដ្ឋខ្មែរគ្រប់រូបត្រូវបានអនុវត្តទោសចាប់តាំងពីខ្លួនទទួលបានសិទ្ធិជាពលរដ្ឋគឺគាត់ប្រព្រឹត្តណាក៏ដែរព្រោះនៅពេលដែលគាត់បានចិញ្ចៀតខ្មែរការធ្វើត្រូវតាមបែបច្បាប់ប្រទេសខ្មែរត្រូវបានអនុវត្តចាប់បន្ទាប់ពីគាត់បានចូលជាសញ្ជាតិអញ្ចឹងគ្រូបាទតែមកថាក្នុងពេលប្រព្រឹត្តបទល្មើសហ្នឹងគាត់អត់មានសិទ្ធិខ្មែរទេគាត់ជាជនបរទេសបាទហើយដល់ពេលគាត់ប្រព្រឹត្តបទល្មើសហើយប្រហែលជាមួយអាទិត្យពីរអាទិត្យក្រោយបានគាត់ទទួលបានសិទ្ធិខ្មែរតាមក្រោយជាផ្លូវការអញ្ចឹងសុទ្ធថាច្បាប់ព្រមតតែទីតាំងប្រព្រឹត្តនៅខាងណាវិញគ្រូនៅប្រទេសផ្សេងមកទៅផ្សេងហ្មងបាទ
ឧមាថាជនជាតិចិនប្រព្រឹត្តបទល្មើសនៅប្រទេសចិនចោះហើយស្រាប់តាគាត់ប្រព្រឹត្តបទល្មើសហើយមកទឹកពីទឹកក្រោយគាត់ទទួលបានសិទ្ធិខ្មែរជាផ្លូវការអញ្ចឹងសួរថាច្បាប់ប្រទេសកម្ពុជាយើងអាចយកទៅអនុវត្តបានអត់ អត់បានទេគ្រូអត់បាន អត់បានមូលហេតុអីបង ដោយសារទី1គាត់ទទួលបានប្រទេសជនជាតិខ្មែរគាត់អត់បានប្រព្រឹត្តនៅប្រទេសខ្មែរហើយប្រទេសខ្មែរបរតកម្ពុជាមិនត្រូវបានបញ្ជូនឬក៏អនុវត្តទៅរដ្ឋដទៃទៀតទទួលទោសក្រៅពីដែនដីរបស់ខ្លួនបានទេចាប់តាំងពីខ្លួនទទួលបានសញ្ជាតិអញ្ចឹងលោក អរគុណបងចុះបងផ្សេងទៀត ជំរាបសួរលោកគ្រូ បាទជម្រាបសួរ ចំនួនជាយោបល់របស់ខ្ញុំថាมันអាចអនុវត្តទោសចំពោះគាត់បានទេព្រោះនៅក្នុងមាត្រា19បានបញ្ជាក់គ្រប់ដែលប្រព្រឹត្តដោយពលខ្មែរតែក្នុងការអត់ទាន់ខ្លាចជាពលខ្មែរទេនៅពេលដែលគាត់សូមមានខ្ញុំសូមគុណ បាទអរគុណបងអញ្ចឹងមុនហ្នឹងបងលើកមាត្រា19អញ្ចឹងនៅក្នុងខណ្ឌទី3ហ្នឹងទោះបីជនជាប់ចោតគាត់ទទួលបានសិទ្ធិខ្មែរក្រោយពេលប្រព្រឹត្តបទល្មើសក៏ដោយក៏ជាប់ព្រំដែនកម្ពុជាយើងយកទៅអនុវត្តបានដែរអញ្ចឹងឧមាថាបុគ្គលម្នាក់គាត់ជាជនជាតិចិនចោះហើយគាត់ទៅប្រព្រឹត្តបទល្មើសនៅប្រទេសវៀតណាមហើយស្រាប់តែមួយខែក្រោយមកគាត់ទទួលបានសិទ្ធិខ្មែរជាផ្លូវការអញ្ចឹងក្នុងករណីហ្នឹងច្បាប់ព្រំដែនកម្ពុជាយើងក៏អាចអនុវត្តបានដែរទៅលើជនជាតិចិនហ្នឹងទោះបីគាត់ទទួលសិទ្ធិខ្មែរក្រោយការប្រព្រឹត្តបទល្មើសក៏ដោយនឹងករណីទី1ក្នុងករណីដែលជនល្មើសគាត់ជាជនជាតិខ្មែរចំណែកករណីទី2គឺជនរងគ្រោះជាជនជាតិខ្មែរវិញអញ្ចឹងតកតងទៅនឹងបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជាទោះបីជនរងគ្រោះជាជនជាតិខ្មែរក៏ដោយក៏ច្បាប់ព្រំដែនកម្ពុជាអាចយកទៅអនុវត្តបានដែរអញ្ចឹងកន្លែងនេះតកតងទៅនឹងជនរងគ្រោះជាជនជាតិខ្មែរគឺបានអនុវត្តទៅលើតែបទឧក្រិដ្ឋតែប៉ុណ្ណោះចំណែកបទមជ្ឈិមឬក៏បទលហុគឺអនុវត្តអត់បានទេបងអាចមើលនៅក្នុងមាត្រា20បានអញ្ចឹងនៅក្នុងមាត្រា20គឺច្បាប់ព្រំដែនកម្ពុជាអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជាដោយពលរដ្ឋខ្មែរឬដោយជនបរទេសទៅលើជនរងគ្រោះមានសិទ្ធិខ្មែរក្នុងពេលប្រព្រឹត្តបទល្មើសត្រូវបានប្រព្រឹត្តចុះឧមាថាជនជាតិខ្មែរគាត់រស់នៅប្រទេសថៃហើយត្រូវបានជនបរទេសឬក៏ជនជាតិខ្មែរគ្នាឯងឬក៏ជនបរទេសគាត់លួចទ្រព្យសម្បត្តិរបស់គាត់អញ្ចឹងសួរថាច្បាប់ព្រំដែនកម្ពុជាអាចយកទៅអនុវត្តបានអត់បើសិនជាបទល្មើសលួចនឹងជាបទមជ្ឈិមបងណាអាចឆ្លើយបានអត់ដូចមានគិនថ្នាក់យើងអញ្ចឹងករណីដែលមានជនរងគ្រោះជាជនជាតិខ្មែរគឺអនុវត្តបានទៅលើបទឧក្រិដ្ឋតែប៉ុណ្ណោះចំណែកបទមជ្ឈិមឬក៏បទលហុគឺច្បាប់ព្រំដែនកម្ពុជាយើងមិនអាចយកទៅអនុវត្តបានទេចុះឥឡូវឧបមាថា
ជនបរទេសគាត់លួចទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរហើយនៅពេលដែលលួចបានហើយហ្នឹងជនបរទេសហ្នឹងគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយអញ្ចឹងសួរថាច្បាប់ក្នុងករណីដែលជនរងគ្រោះជាជនជាតិខ្មែរចុះឥឡូវឧបមាថាក្នុងករណីដែលជនរងគ្រោះគាត់ជាជនជាតិខ្មែរប៉ុន្តែគាត់ទទួលបានសញ្ជាតិខ្មែរហ្នឹងនៅក្រៅពេលដែលគេប្រព្រឹត្តបទល្មើសលើគាត់ឧបមាថាជនជាតិចិនគាត់រស់នៅប្រទេសវៀតណាមគាត់ត្រូវបានជនជាតិវៀតណាមហ្នឹងធ្វើការប្លន់ដែលជាបទឧក្រិដ្ឋប្លន់លួចទ្រព្យសម្បត្តិរបស់គាត់ប៉ុន្តែនៅក្នុងពេលដែលគាត់ជាជនរងគ្រោះហ្នឹងគាត់អត់ទទួលបានសិទ្ធិខ្មែរទេនៅក្នុងពេលដែលគេប្លន់ហ្នឹងពីក្រោយពេលដែលប្លន់មកប្រហែលជាមួយខែពីរខែបានគាត់ទទួលបានសិទ្ធិខ្មែរជាផ្លូវការអញ្ចឹងក្នុងករណីដែលជនរងគ្រោះគាត់ទទួលបានសិទ្ធិខ្មែរក្រោយពេលដែលត្រូវបានប្រព្រឹត្តបទល្មើសហ្នឹងតើច្បាប់ព្រំដែនយើងអាចអនុវត្តបានអត់បងស្ដាប់លឺអត់បាត់លឺលោកគ្រូអូតែនឹងកៀងទៀតមិញ លឺលោកគ្រូលឺ អញ្ចឹងករណីដែលជនរងគ្រោះគាត់ជាជនជាតិខ្មែរហ្នឹងគឺវាមានលក្ខណៈជនល្មើសជាជនជាតិខ្មែរអញ្ចឹងក្នុងករណីដែលជនរងគ្រោះជាជនជាតិខ្មែរហ្នឹងគឺក្នុងពេលដែលគាត់មានសិទ្ធិខ្មែរក្នុងពេលដែលប្រព្រឹត្តបទល្មើសលើគាត់ដែលជាបទឧក្រិដ្ឋតែឧបមាថានៅពេលដែលប្រព្រឹត្តបទល្មើសហ្នឹងគាត់អត់ទាន់ទទួលបានសិទ្ធិខ្មែរទេគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយទៀតអញ្ចឹងសួរថាច្បាប់ព្រំដែនកម្ពុជាយើងអាចយកអនុវត្តបានអត់បងណាអាចឆ្លើយបានអត់អញ្ចឹងកន្លែងជនរងគ្រោះជាតិគាត់ជាជនជាតិខ្មែរហ្នឹងគឺច្បាប់កម្ពុជាអាចអនុវត្តបានតែទៅលើបទឧក្រិដ្ឋតែប៉ុណ្ណោះចំណែកបទមជ្ឈិមឬបទលហុគឺมันអាចអនុវត្តបានទេនៅក្រៅដែនដីអញ្ចឹងជនរងគ្រោះជាជនជាតិខ្មែរហ្នឹងគឺក្នុងពេលដែលបទល្មើសត្រូវបានប្រព្រឹត្តអញ្ចឹងនៅក្នុងពេលដែលបទល្មើសត្រូវបានប្រព្រឹត្តជនរងគ្រោះមានសិទ្ធិខ្មែរអញ្ចឹងច្បាប់ព្រំដែនកម្ពុជាយើងអាចអនុវត្តបានតែឧបមាថាក្នុងពេលដែលប្រព្រឹត្តបទល្មើសហ្នឹងជនរងគ្រោះគាត់ជាជនជាតិបរទេសនៅក្នុងពេលដែលប្រព្រឹត្តបទល្មើសហើយក្រោយពេលដែលប្រព្រឹត្តបទល្មើសហើយជនរងគ្រោះហ្នឹងគាត់ទទួលបានសិទ្ធិខ្មែរពេលក្រោយក៏ច្បាប់ព្រំដែនកម្ពុជាយើងមិនអាចយកអនុវត្តបានដែរគឺខុសពីជនល្មើសជាទទួលបានសិទ្ធិខ្មែរពេលក្រោយអញ្ចឹងទី1តកតងគោលការណ៍សញ្ជាតិគឺយើងចាប់ត្រឹមហ្នឹងអញ្ចឹងមានបងណាឆ្ងល់តកតងទៅនឹងគោលការណ៍សញ្ជាតិដែលមានជនល្មើសគាត់ជាជនជាតិខ្មែរហើយមានជនរងគ្រោះគាត់ជាជនជាតិខ្មែរមានសំណួរមួយលោកគ្រូ បាទ chơi cho bằng chơi một បងខាងសួរសូមអញ្ជើញ លោកគ្រូខ្ញុំមានសំណួរមួយលោកគ្រូ បាទសួរមកបង
ហ្នឹងខ្ញុំមានចំណុចពាក់ព័ន្ធជាមួយនឹងក្រមព្រំប្រទានហ្នឹងនៅទៅកម្ពុជាយើងណាពាក់ព័ន្ធជាមួយនឹងបទគេហៅបទមជ្ឈិមនិងបទអក្រិតហ្នឹងវាខុសគ្នាយ៉ាងម៉េចដែរចំពោះជនបរទេសចឹង អឺបាត់មជ្ឈិមហើយបាត់អក្រិតហ៎បងពាបាទក្យថាបាត់អក្រិតមានន័យថាផ្ដន់ទោសដាក់ពន្ធនាគារលើសពី5ឆ្នាំទៅដល់30ឆ្នាំឬក៏អស់មួយជីវិតចំណែកបាត់មជ្ឈិមមានន័យថាផ្ដន់ទោសដាក់ពន្ធនាគារលើសពី6ថ្ងៃទៅក្រោមឬស្មើ5ឆ្នាំ បាទបាទអញ្ចឹងមានន័យថាបទមជ្ឈិមហ្នឹងវាមានលក្ខណៈស្រាលជាងបទអក្រិតលោកគ្រូណា បាទបងអញ្ចឹងឲ្យបាត់អក្រិតមានន័យថាទោសធ្ងន់ជាងគេបាត់អក្រិត បាទលោកគ្រូបាទភាសាខ្ញុំវាអត់មានបច្ចៈប័ត្រច្បាប់ដូចចឹងទេឆ្លងជាសួរបាទ បន្តិចទៀតយើងរៀនដល់បាត់មើលព្រំតាន់ហើយតើតើនេះបាត់មើលដោយសារកន្លែងនេះតាមពិតដោយសារបងអត់ធ្លាប់រៀនតើតើបាត់ក្រិតបាត់មជ្ឈិមហើយមួយទៀតតើតើទៅនឹងការអនុវត្តច្បាប់ព្រំតាន់មួយចំនួនអញ្ចឹងទៅអាចបាទលោកគ្រូខ្ញុំសូមសួរថែមបន្តិចបានលោកគ្រូ បាទ លោកគ្រូអាចផ្ដល់ជាឧទាហរណ៍មួយពីរពាក់ព័ន្ធមួយបទមជ្ឈិមក៏ដូចជាបទអក្រិតហ្នឹងលោកអាចមានជាឧទាហរណ៍មួយពីរទេលោកគ្រូបាទបងបាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញតើតើទៅនឹងចំណាត់ថ្នាក់នៃបាត់មើលគេបែងចែកចេញជា3ទី1បាត់អក្រិតទី2បាត់មជ្ឈិមទី3បាត់លហុបាត់អក្រិតសំដៅទៅលើអតិបរមានៃទោសដាក់ពន្ធនាគារហ្នឹងគឺលើសពី5ឆ្នាំទៅក្រោមឬស្មើ30ឆ្នាំឬក៏ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតអាមាថាបាត់មើលណាខ្លះជាបាត់អក្រិតអញ្ចឹងបាត់ឃាតកម្មផ្អែកតាមមាត្រា199នៃក្រមព្រំប្រទានផ្ដន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ15ឆ្នាំអញ្ចឹងយើងឃើញអតិបរមានៃទោសគឺ15ឆ្នាំមានន័យថាលើសពី5ឆ្នាំដល់ក្រោម30ឆ្នាំអញ្ចឹងជាបាត់អក្រិតបាត់ទៀតបាត់រំលោភសិទ្ធិសន្តិវៈនៅក្នុងមាត្រា239ផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំអញ្ចឹងយើងឃើញអតិបរមានៃទោសគឺ10ឆ្នាំ10ឆ្នាំមានន័យថាវាលើសពី5ឆ្នាំហើយក្រោម30ឆ្នាំអញ្ចឹងវាជាបាត់អក្រិតបាទមកថាបាត់ឃាតកម្មគិតទុកជាមុនផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតអញ្ចឹងក៏ជាបាត់អក្រិតដែរចំណែកបាត់មជ្ឈិមមានន័យថាការផ្ដន្ទាទោសលើសពី6ថ្ងៃហើយនឹងក្រោមឬស្មើ5ឆ្នាំអញ្ចឹងបាត់មើលណាខ្លះអមកថាបាត់ហិង្សាដោយចេតនាផ្ដន្ទាទោសពី1ឆ្នាំទៅ3ឆ្នាំបាត់រំលោភលើទំនុកចិត្តឬក៏បាត់ឆក់បោកផ្ដន្ទាទោស6ខែទៅ3ឆ្នាំអញ្ចឹងយើងឃើញថាអតិបរមានៃទោសគឺ3ឆ្នាំអញ្ចឹងវាលើសពី6ថ្ងៃហើយនឹងក្រោម5ឆ្នាំអញ្ចឹងគឺថាវាជាបាត់មជ្ឈិមបាទលោកគ្រូបាទចិត្តមិញលោកគ្រូមានប្រសាសន៍ពាក់ព័ន្ធមួយទោសនេះមួយទៀតបទទោសលះហុកមកទៅហ្នឹងមិនទៅគ្រូបាត់លហុកមានន័យថាក្រោមឬស្មើនឹង6ថ្ងៃបងទោសដាក់ពន្ធនាគារក្រោមឬស្មើនឹង6ថ្ងៃជាបាត់លហុកឬក៏ពិន័យត្រឹមតែជាប្រាក់ឧមាថាបាត់មើលណាខ្លះដែលពិន័យត្រឹមជាប្រាក់បងលើកឧទាហរណ៍វិញមានច្រើនបើកម៉ូតូហួសភ្លើងស្តុបបើកលើសល្បឿនកំណត់បើកអត់ពាក់មួកសុវត្ថិភាពអាហ្នឹងជាបាត់រហូតទាំងអស់បាទលោកគ្រូបាទអញ្ចឹងខ្ញុំសូមសរុបបន្តិចបាទអញ្ចឹងមានន័យថាពាក់ព័ន្ធមួយបទមជ្ឈិមហ្នឹងនិយាយទៅគឺយើងសំទោសបទអក្រិតហ្នឹងមានន័យថាអតិបរមានៃទោសហ្នឹងគេរាប់ចាប់ពី5ឆ្នាំហើយនឹងក្រោម30ឆ្នាំអញ្ចឹងលោកគ្រូណាលើសពី5ឆ្នាំបងបាទលើសពី5ឆ្នាំទៅដល់ជាអតិបរមាគឺ30ឆ្នាំឆ្នាំអាហ្នឹងគេកំណត់ចូលជាអស់មួយជីវិតបាទហ្នឹងគេកំណត់ជាបទអក្រិតហើយតែដោយឡែកចាប់ពី6ថ្ងៃឡើងលើទៅដល់ក្រោម5ឆ្នាំឬស្មើ5ឆ្នាំហ្នឹងអាហ្នឹងគេកំណត់ជាទោសមជ្ឈិមអញ្ចឹងលោកគ្រូណាបាទហើយមិញបាទហើយដល់បទលះហុកហ្នឹងគឺ6ថ្ងៃចុះក្រោមបាទក្រោមឬស្មើ6ថ្ងៃបាទឬក៏ពិន័យជាប្រាក់បទលហុកហ្នឹងបងបាទអរគុណច្រើនគ្រូទទួលបាទបាត់ជេរប្រមាថបាត់បរិហាកេហ្នឹងសិតតែបាត់លហុកអីអូបាទលោកគ្រូអរគុណច្រើនលោកគ្រូចាអករណីចេះលោកគ្រូករណីដែលគេឧទាហរណ៍គេយករូបភាពយើង
យកទៅបង្ហោះជាសាធារណៈដែលគ្មានការអនុញ្ញាតឬក៏ដូចជាការថតរូបយើងដោយគ្មានការអនុញ្ញាតអញ្ចឹងឧទាហរណ៍អាហ្នឹងបត់អីទៅគ្រូអាចជាមជ្ឈិមទេសំទោសអាចជាលក្ខហុទេឬក៏យ៉ាងម៉េចទៅគ្រូ ហ្នឹងតើយើងមើលនៅក្នុងបទមើលហ្នឹងបងថាតើមានការផ្ដន់ទោសដាក់ពន្ធនាគារពីប៉ុន្មានឆ្នាំទៅប៉ុន្មានឆ្នាំហើយអីដែលសំខាន់មួយទៀតយើងមើលទៅលើស្ថានទម្ងន់ទោសដែរបងឧបមាថាលួចបើសិនជាលួចធម្មតាអាហ្នឹងទោសពី6ខែទៅ3ឆ្នាំតែបើលួចមានការប្រើហិង្សាលួចដោយសារការកាប់កោះទំនុកទំលាយអាហ្នឹងស្ទើរជាស្ថានទម្ងន់ទោសមានន័យថាពីទោសពី3ឆ្នាំទៅ10ឆ្នាំវិញ បាទហ្នឹងវាអាស្រ័យលើសកម្មភាពជាក់ស្ដែងដែរចឹងគ្រូណា ដោយសារបត់មើលមួយអាហ្នឹងបើថាជាបត់មើលគោលអាហ្នឹងទោសរឿងស្រាលទេតែវាមានស្ថានភាពទោសទៀតឧបមាថាឃាតកម្មសម្រាប់មនុស្សដោយចេតនាទោសពី10ឆ្នាំទៅ15ឆ្នាំតែឧបមាថាសម្រាប់ដោយប្រើថ្នាំពុលអាចដល់30ឆ្នាំសម្រាប់ដោយការគិតទុកជាមុនគុកអស់មួយជីវិតរំលោភឲ្យសម្លាប់ទៀតនឹងទោសមួយជីវិតដែរ បាទយើងអរគុណច្រើនគ្រូបាទ គ្រូសុំពុំទេគ្រូ ចេញមុនគ្រូ បាទបងចេញមុនបង សូមបន្ថែមលើចម្ងល់លោកគ្រូមិញគាត់ទៅសួរលោកគ្រូតិចចុះបើសិនជាគាត់ជាប់បាត់ក្រិតឬបាត់ប្រឆិមឬក៏បាត់លហុតើបាត់ប្រឆិមនិងបាត់ក្រិតហ្នឹងតើមាននីតិវិធីដើម្បីស្រូបទោសដូចគ្នាដែរទេគ្រូពីបាត់ល្មើសហ្នឹងគ្រូ មានបងនៅក្រមតិធិព្រំទាន់មានចែងអំពីការស្រុកទោសហ្នឹងណានៅក្នុងក្រមព្រំទាន់ក៏មានចែងដែរតើតើទៅនឹងការស្រុកទោសអាហ្នឹងក្នុងករណីដែលនេះបងការចោទប្រកាន់ដាច់ដライផ្សេងពីគ្នា ទោះបាត់ក្រិតក៏ស្រូបបានដែរគ្រូ បាទស្រូបបានទាំងអស់បងតែបើឧបមាថានៅក្នុងការចាត់ការតែមួយនៅក្នុងស្នំរឿងតែមួយអាហ្នឹងវាដូចលក្ខណៈស្រូបជាមួយគ្នាឯងបងមានន័យថាតុលាការគេប្រកាសទោសចំពោះបទល្មើសណាដែលធ្ងន់ជាងគេបំផុតឧបមាថាអ្នកខ្លះគាត់លួចផងគាត់ប្លន់ផងគាត់សម្លាប់ផងគាត់បំផ្លាញទ្រព្យសម្បត្តិផងអញ្ចឹងបើសិនជាបទល្មើសទាំងអស់ហ្នឹងចោទប្រកាន់នៅក្នុងសំណុំរឿងតែមួយទេតុលាការគេពិនិត្យមើលថាតើទោសទាំង4បទល្មើសហ្នឹងទោសមួយណាធ្ងន់ជាងគេបំផុតច្រើនជាងគេបំផុតគេយកទោសហ្នឹងមកប្រកាសន័យថាការប្រកាសទោសដែលធ្ងន់ជាងគេបំផុតនឹងមួយគឺអាចអនុវត្តចំពោះបទល្មើសផ្សេងទៀតបានតែឧបមាថាបុគ្គលខ្លះនៅក្នុងសំណុំរឿងទី1ចោទប្រកាន់ពីបទលួចសំណុំរឿងទី2ចោទប្រកាន់បទលួចមានស្ថានភាពទោសសំណុំរឿងទី3ចោទប្រកាន់បទលួចឬក៏ឆោបបោករំលោភលើទំនុកចិត្តអញ្ចឹងយើងឃើញថា3សំណុំរឿងផ្សេងគ្នាអញ្ចឹងតុលាការប្រកាសទោសផ្សេងគ្នាអញ្ចឹងបើសិនជាអត់ស្របទោសទេគឺការអនុវត្តគឺត្រួតទោសចូលគ្នា ទោះបីជាការអនុវត្តនៅក្នុងចាក់ដុលឬក៏ក្នុងការអនុវត្តទោសហ្នឹងក្នុងស្ថិតក្នុងស្ថានភាពការឃុំខ្លួនបដោះអាសន្នក៏ដោយក៏គេអាចស្រូបបានដែរគ្រូត្រូវអត់គ្រូ ពាក្យថាស្រូបទោសមានន័យថាស្ដីសម្រាប់ចូលជាស្ថាពរបង បាទយល់ហើយ បាទបើសិនជាឃុំខ្លួនផ្ដោតអាសន្នអាហ្នឹងតើយើងប្រើពាក្យចែកទេសច្បាប់ទេបងតើតើការខាត់ខ្លួនការឃុំខ្លួនផ្ដោតអាសន្នពាក្យថាការឃុំខ្លួនផ្ដោតអាសន្នហ្នឹងគឺនៅក្នុងដំណាក់កាលស៊ើបសួរ ចឹងខ្ញុំសូមបន្ថែមមួយចំនួនទៀតគ្រូ link ជាមួយនឹងមេរៀនលោកគ្រូបើសិនជាខ្ញុំឆ្ងល់មួយបើទីហោថាជនជាតិខ្មែរត្រូវបានរងអយុត្តិធម៌នៅប្រទេសថៃប៉ុន្តែរងអយុត្តិធម៌ហ្នឹងនៅប្រទេសថៃប៉ុន្តែគាត់បានបោះបង់សិទ្ធិគាត់ដូចថាគាត់បានជនជាតិបារាំងមួយហើយគេត្រូវបានគេបាញ់ស្មាត់ទៅអត់មិនចូលនយោបាយទៅឧទាហរណ៍ជាក់ស្ដែងឬគេត្រូវគេបាញ់សម្លាប់ចឹងទៅប៉ុន្តែគាត់ជាជនជាតិបារាំងតែដើមសញ្ជាតិខ្មែរ បាទ តើអាជ្ញាធរខ្មែរមានសិទ្ធិធ្វើនីតិវិធីដើម្បីស្នើសុំជនល្មើសជាជនជាតិថៃដែលប្រព្រឹត្តលើជនជាតិខ្មែរនោះបានទេក្នុងនាមគាត់ក៏ជាមានឈាមជ័រជាអតីតជាតិខ្មែរដើមថាសញ្ជាតិបារាំងដើមកំណើតសញ្ជាតិខ្មែរតែខ្មែរយើងអាចមានសិទ្ធិញ៉ាំសិទ្ធិក្នុងការធ្វើរឿងហ្នឹងនេះលោកគ្រូ
ខ្ញុំសូមបញ្ជាក់សំណួរបងសាថ្មីមិញជនល្មើសគាត់ជាជនជាតិថៃហ៎បងមិញ បាទជនជាតិថៃគឺថាគាត់ទៅលេងថៃត្រូវគេធ្វើបាបណាបើប៉ុន្តែគាត់មិនមែនជាជនជាតិខ្មែរទេប៉ុន្តែគាត់ជាវាថាជនជាតិបារាំងតែដើមកំណត់ខ្មែរកើតនៅខ្មែរតែបានចូលជាតិថ្មីមួយទៀតតែនៅក្នុងសិទ្ធិក្នុងនាមយើងជាគាត់ជាដើមកំណត់ប្រទេសប្រជាជនខ្មែរមួយដែរហើយគ្រួសារគាត់រស់នៅខ្មែរហើយគាត់មិនទាន់បោះបង់សិទ្ធិតែគ្រួសារគាត់ស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយរកខុសត្រូវឲ្យកូនគាត់ដែលប៉ុន្តែកូនគាត់ហ្នឹងដើមកំណត់ខ្មែរដែរប៉ុន្តែបច្ចុប្បន្នក្នុងពេលរងគ្រោះគាត់បានទៅជាជាតិបារាំងរួចហើយតើអាជ្ញាធរខ្មែរមានសិទ្ធិចំណាត់ការផ្នែកច្បាប់ណាមួយជាមួយនឹងអាជ្ញាធរថៃបានអត់ទេតាមរយៈ ចេះ ការ បងគាត់មានជាតិខ្មែរអត់ឥឡូវ បច្ចុប្បន្នភាពគាត់អត់មានទេប៉ុន្តែគ្រួសារគាត់ជាគ្រួសារគាត់នៅខ្មែរថាពុកម្ដាយគាត់ជាជនជាតិខ្មែរអញ្ចឹងបងហើយកូនគាត់បានទៅបារាំងចូលជាតិបារាំងហើយប៉ុន្តែពុកម្ដាយជាខ្មែរហើយគាត់កាលមុនជាខ្មែរដូចគ្នាតែគាត់ទៅបញ្ចូលជាតិបារាំងហើយស្រាប់គាត់ទៅរៀនទៅលេងនៅថៃទីហោគូ បាទ ស្រាប់តែគាត់រងគ្រោះនៅថៃជាតិថៃធ្វើបាបកាប់សម្លាប់អញ្ចឹងទៅតើបើសិនជានេះក្នុងគ្រួសារគាត់ជាជនជាតិខ្មែរដែលស្នើសុំឲ្យស្ថានទូតកម្ពុជាជួយរកខុសត្រូវឲ្យកូនគាត់ផងដែលរងគ្រោះនៅថៃនេះដែលគេធ្វើបាបហើយប៉ុន្តែកូនគាត់ហ្នឹងទើបនឹងបានជាតិបារាំងតើគាត់អាជ្ញាធរកម្ពុជាមានសិទ្ធិអត់គ្រូ អញ្ចេះបងនៅក្នុងច្បាប់បើសិនគាត់អត់មានជាតិខ្មែរទេច្បាប់ព្រំដែនកម្ពុជាអាចអនុវត្តបានទេបងបើសិនជាបាត់មើលនឹងប្រព្រឹត្តនៅក្រៅដែនដី ទោះបីជាដើមកំណត់ខ្មែរក៏ដោយនោះគ្រូអត់មាន គាត់ ករ មាន ណី អីមកបញ្ជាក់គាត់មានអីមកបញ្ជាក់ថាគាត់ខ្មែរ ឧទាហរណ៍ថាគាត់ដូចខ្ញុំនិយាយចឹងថាគាត់កើតនៅខ្មែរទេនៅបាត់ដំបងយើងឯង បើគាត់កើតនៅ តែ ខ្មែរ សារ គាត់ គាត់ មានជាតិខ្មែរបងគាត់ អត់មាន ស្រុក មានថាគាត់ធម្មតាគាត់មិនទៅនៅស្រុកគេមកចូលជាតិមួយទៀតអីគ្រូមិនចឹងហ៎ បាទទោះបីទៅស្រុកគេយ៉ាងហើយនោះក៏មានឯកសារសម្គាល់អត្តសញ្ញាណខ្លួនឯងដែរបង ខ្ញុំយល់ហើយគ្រូប៉ុន្តែចេះគាត់មានថាគាត់ជាសញ្ជាតិខ្មែរគាត់ដើមកំណត់ខ្មែរគ្រូតែបច្ចុប្បន្នភាពមិនទៅប្រទេសទី3គាត់មិនបានសញ្ជាតិមួយទៀតអញ្ចឹងគ្រូ បាទ បើតែជាទូទៅតាមប្រទេសខ្លះមុននឹងចូលបានសញ្ជាតិគេយើងទៅលះបង់សញ្ជាតិមួយទៀតដូចកូរ៉េអញ្ចឹងគ្រូមិនត្រូវលះបង់ជាតិមួយចោលទេគ្រូបាត់បានទទួលសិទ្ធិមួយទៀតប្រទេសខ្លះដូចខ្មែរអញ្ចឹងណាបង ដូចជាប្រទេសមួយចំនួន បាទចូលជាថាបើករណីហ្នឹងគាត់ជាជាតិគាត់ដើមខ្មែរទេប៉ុន្តែគាត់ត្រូវបានគាត់បានបោះបង់ជាតិខ្មែរហើយប៉ុន្តែគាត់ដើមកំណត់ខ្មែរទេប៉ុន្តែគាត់រងគ្រោះក្រៅស្រុកក្រៅតែយើងអាចក្នុងនាមជាគាត់ជាអតិចជាដើមកំណត់ខ្មែរដែរយើងអាចចាត់ធានការព្រមទាន់បានអត់ក្នុងការជួយគាត់ស្វែងរកយុត្តិធម៌ខ្ញុំចង់និយាយចឹង គាត់តែមានជាតិខ្មែរហ្នឹង ចឹង បាទគាត់ឡើងមានជាតិខ្មែរលើកឡើងតែគាត់មានជាតិ2មានជាតិខ្មែរផងមានជាតិបរទេសមួយទៀតអញ្ចឹងកាលណាពលរដ្ឋខ្មែរគាត់បោះបង់ជាតិខ្មែរហើយទៅទទួលយកជាតិមួយទៀតតែច្បាប់ប្រទេសហ្នឹងគេឲ្យតម្រូវបោះបង់ជាតិខ្មែរចោលអញ្ចឹងបើនិយាយក្នុងរដ្ឋធម្មនុញ្ញគឺប្រជាពលរដ្ឋខ្មែរគាត់មានកាតព្វកិច្ចអីគេខ្លះការពារបូរណភាពដែនដីប្រទេសកម្ពុជាអញ្ចឹងបើគាត់ឡើងមានជាតិខ្មែរចាប់ព្រំដែនកម្ពុជាក៏អត់ការពារគាត់ដែរ ជាស្រ័យលោកគ្រូសុំកាត់លោកគ្រូតិចលោកគ្រូជាស្រ័យការពិតបងដែលគាត់លើកសំណួរហ្នឹងក៏ពិតរឿងហ្នឹងកើតតាមចាំព័ត៌មានរឿងហ្នឹងកើតពិតមែននៅប្រទេសថៃលោកលឹមកំចាអតីតតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកគ្រូដែលគាត់គេបាញ់សម្លាប់ថ្មីហ្នឹងឆ្នាំ2025ហើយតាមខ្ញុំចាំលោកគ្រូអាហ្នឹងគាត់លើកករណីជាក់ស្ដែងហើយលោកគ្រូខ្ញុំធ្លាប់ចាំព័ត៌មានហ្នឹងដែរអរគុណច្រើនលោក បាទលើកឡើងតែគាត់មានជាតិខ្មែរដែរបងអញ្ចឹងច្បាប់ព្រំដែនកម្ពុជាយើងមិនមែនថាច្បាប់ព្រំដែនទេស្មើរដ្ឋធម្មនុញ្ញក៏ដោយគឺការពារពលរដ្ឋដែលមានជាតិខ្មែរ បងមានអីអរគុណច្រើន បាទជំរាបសួរលោកគ្រូ បាទជិតសួរបង
បាទចង់បញ្ជាក់លោកគ្រូតិចពាក់ព័ន្ធរឿងបទជេរប្រមាថកាត់ទៀនផ្ទាល់ថតបុគ្គលមួយគាត់ជេរប្រមាថផ្ទាល់ហើយនឹងបុគ្គលមួយទៀតគាត់បង្ហោះមេត្តាឬក៏គាត់បង្ហោះក្នុងបណ្ដាញសង្គមស្រាប់មានបុគ្គលមួយទៀតគាត់ជេរប្រមាថកាត់ទៀនតើទោះពីរហ្នឹងដូចគ្នាអត់គ្រូហើយចូលក្នុងបទអីដែរហើយតើអាចទៅរួចទេបើសិនជាករណីគេប្តឹងអញ្ចឹងណាអរគុណ មុនហ្នឹងគឺមួយជេរប្រមាថបង ជេរប្រមាថផ្ទាល់ហើយមានថតវីដេអូមានអីអញ្ចឹងណាថតថាជាបរិវត្តគាត់ឆ្លោះគ្នាអញ្ចឹងបាទហើយមួយទៀតគាត់បង្ហោះមេត្តាឬក៏ Facebook ឧទាហរណ៍អីចឹងទៅហើយស្រាប់តែមានបុគ្គលចូល comment ជេរអីចឹងតើទោះពីរហ្នឹងដូចគ្នាអត់ហើយចូលនៅក្នុងបទល្មើសអីដែរហើយការបណ័យយ៉ាងម៉េចដែរគ្រូបាទ បាទតកតងបត់ជេរប្រមាថបត់បរហាកេនេះនិយាយចំទៅគឺមានអបន័យជាប្រាក់បង អាហ្នឹងអញ្ចឹងចូលក្នុងបទលិហុអញ្ចឹង បត់លហុបងបន័យជាប្រាក់បត់ជេរប្រមាថបន័យដូចជាមួយសែនទៅដល់10លានរៀល តែដូចគ្នាលោកគ្រូស្ថានជេរតាមបណ្ដាញសង្គមហើយនឹងជេរផ្ទាល់ហ្នឹងដូចគ្នាឬក៏ខុសគ្នាមិនដែរ និយាយរួមទៅពាក្យថាជេរនេះមិនមែនថាជេរផ្ទាល់និយាយចេញពីសម្ដីផ្ទាល់ទេតាមលិខិតក៏ដោយតាមគំនូក៏ដោយតាមណាក៏ដោយបងឲ្យតែមានពាក្យជេរប្រហែលថាយើងទៅសេអសជេរបុគ្គលណាម្នាក់អាហ្នឹងក៏ជាបទជេរប្រមាថដែរបងអញ្ចឹងបទជេរប្រមាថនេះមានតាមរយៈទី1ពាក្យសម្ដីទី2គឺអាចតាមលិខិតឬក៏គំនូពេលខ្លះយើងខ្ជិលនិយាយតមាត់យើងទៅសេអសជេរគេអាហ្នឹងក៏ជាបទជេរប្រមាថដែរ ប៉ុន្តែការប្តឹងផ្ដាល់ហ្នឹងវាជាប្រវត្តិបាទគ្រូ បន្ថែមនេះតើបង ប៉ុន្តែការប្តឹងផ្ដាល់ហ្នឹងវាជាប្រវត្តិគាត់ដាច់ខាតត្រូវទៅតុលាការហ្មងឬគាត់អាចទៅត្រឹមអាជ្ញាធរមូលដ្ឋានបានឬគាត់ទៅប៉ុស្តិ៍រដ្ឋបាលឬក៏កាល័យណាដែលអាចដោះស្រាយបានអញ្ចឹងឬក៏ដាច់ខាតទោះទៅតុលាការឬក៏យ៉ាងម៉េចព្រោះឃើញជាប្រវត្តិខ្លះគាត់ទៅរត់ទៅរកប៉ូលីសរត់ទៅរកមេប៉ុស្តិ៍រត់ទៅរកអធិការអញ្ចឹងណាគ្រូ បាទអរគុណបង អរគុណ ចេះបងអន្តថីនៅតុលាការមុននឹងឈានដល់ដំណាក់កាលសម្រាប់សេចក្តីគឺឆ្លងកាត់4ដំណាក់កាលទី1គេហៅថាដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ដែលមានវិញ្ញាចំនគរបាលឬក៏កងរាជអាវុធហត្ថហើយដំណាក់កាលបន្តទៀតគឺមានដំណាក់កាលគេហៅថាស៊ើបអង្កេតនៅដំណាក់កាលអាយកាផុតអាយកាមកដំណាក់កាលស៊ើបសួរផុតស៊ើបសួរមកដល់ដំណាក់កាលជំនុំជម្រះអញ្ចឹងនៅក្នុងដំណាក់កាលដែលមានការប្រព្រឹត្តបទល្មើសលើកដំបូងអញ្ចឹងប្រជាពលរដ្ឋអាចមានជំរើស2ក្នុងការដាក់ប្តឹងទី1គឺដាក់ទៅមន្ត្រីនគរបាលយុត្តិធម៌បើសិនជានគរបាលជាតិអាចដាក់ទៅប៉ុស្តិ៍ក៏បានដាក់ទៅអធិការឋានក៏បានដាក់ទៅស្នងការឋានក៏បានដាក់ទៅសមត្ថកិច្ចផ្សេងទៀតនៅតាមក្រសួងស្ថាប័នដូចជានាយកដ្ឋានព្រំប្រទានក៏បានដែរកន្លែងទទួលពាក្យប្តឹងទាំងអស់ឬក៏ដាក់នៅកងរាជអាវុធហត្ថក៏បានដែរឬក៏ករណីមួយទៀតបើសិនជាគាត់ចង់លឿនអាចដាក់ប្តឹងមកតំណាងអัยការអញ្ចឹងយើងឃើញពេលខ្លះពាក្យប្តឹងគេដាក់ទៅពេលខ្លះដាក់ទៅមន្ត្រីប៉ុស្តិ៍ផងពេលខ្លះដាក់ទៅអធិការឋានផងពេលខ្លះដាក់ទៅស្នងការឋានផងឬក៏អ្នកខ្លះទៀតគាត់ដាក់ទៅកន្លែង PM ក៏មានដែរដោយសារកន្លែងទទួលពាក្យប្តឹងគឺមានច្រើនតាមសមត្ថកិច្ចឬក៏អ្នកខ្លះគាត់ចង់លឿនគាត់ចង់ឆាប់រហ័សគាត់អាចដាក់ពាក្យប្តឹងទៅតំណាងអัยការបាន អូអញ្ចឹងគូតែចង់បញ្ជាក់លោកគ្រូតិចបើសិនជាគាត់ដាក់នៅតំណាងឧទាហរណ៍ក៏បានយុទ្ធធននៅតាមប៉ុស្តិ៍រដ្ឋបាលឬក៏អធិការអញ្ចឹងបែបបទនៃការដាក់ពាក្យបណ្ដឹងរបស់គាត់ឧទាហរណ៍ដោះស្រាយត្រូវមិនត្រូវយ៉ាងណាខាងរដ្ឋបាលហ្នឹងគាត់បញ្ជូនរបាយការណ៍ទៅអាយកាផ្ទាល់ឬក៏បុគ្គលគាត់ត្រូវទៅខ្លួនឯងឬក៏យ៉ាងមិនហើយមួយទៀតជាពលរដ្ឋខ្លះគាត់ត្រូវទៅគាត់អត់ស្គាល់ទេពេលខ្លះគាត់រត់ទៅសាលាឃុំតែម្ដងឬគាត់រត់មកសាលាស្រុករដ្ឋបាលស្រុកអីចឹងទៅតែអាហ្នឹងកាលឡៃហ្នឹងយើងរុញពាក្យបណ្ដឹងហ្នឹងទៅនគរបាលយុត្តិធម៌ឬគាត់អាចមានសិទ្ធិដោះដែរឬក៏យ៉ាងម៉េចចឹងគ្រូបាទតើតើសំណងអីចឹង
កន្លែងនេះនៅពេលដែលមន្ត្រីនគរបាលយុត្តិធម៌គាត់ទទួលបានពាក្យប្តឹងគាត់ត្រូវកសាងសំណុំរឿងហើយបញ្ជូនពាក្យប្តឹងហ្នឹងទៅតំណាងអัยការបងគាត់អាចតម្កល់រឿងនឹងចោលទុកអัยការទេទោះបីមានការសម្រុះសម្រួលគ្នាឬក៏ត្រូវគ្នារវាងដើមប្តឹងឬក៏ជនសង្ស័យក៏ដោយ ចុះបើករណីជាបរិបទគាត់អត់ស្គាល់ឧទាហរណ៍គាត់មកត្រឹមរដ្ឋបាលឃុំឬក៏ជាបរិបទខ្លះគាត់រត់មករត់បាលស្រុករដ្ឋបាលស្រុកមានកាល័យទទួលពាក្យប្តឹងដែរកាល័យសម្រុះសម្រួលវិទ្យាមូលដ្ឋានអញ្ចឹងគឺមានដែរអញ្ចឹងបើសិនជាករណីមេឃុំឬក៏មកស្រុកគាត់ពិនិត្យឃើញថាពាក្យប្តឹងហ្នឹងវាតកតនឹងកលបាលយុត្តិធម៌អញ្ចឹងគាត់បញ្ជូនពាក្យប្តឹងហ្នឹងបែបបទនៃការបញ្ជូនពាក្យប្តឹងគាត់យ៉ាងម៉េចដែរគាត់បញ្ជូនទៅកាល័យគាត់បញ្ជូនទៅកលបាលយុត្តិធម៌ផ្ទាល់ទៅបើសិនជាកាល័យកលបាលយុត្តិធម៌ដោះស្រាយបញ្ចេញទេគាត់ត្រូវធ្វើបែបបទទៅអัยការផ្ទាល់ឬក៏ឲ្យជាពលរដ្ឋទៅខ្លួនឯងព្រោះកន្លងមកធ្លាប់ជួបទៅជាពលរដ្ឋគាត់មានបញ្ហាពេលដែលក្រោមដោះមិនចេញទេគាត់ថាឲ្យទៅតុលាការទៅទៀតទៅអីចឹងណាចឹងគុំគ្រូបញ្ជាក់ឡើងនឹងតិចអរគុណគ្រូបាទបងសូមបញ្ជាក់តិចដោះហ្នឹងដោះឲ្យគេតកតងវិវាទរដ្ឋវិន័យវិវាទធម្មតាឬក៏តកតងពាក់ព័ន្ធខ្ញុំសំដៅទៅលើករណីជេរប្រមាថអីចឹងទេឧទាហរណ៍ចឹងឬក៏អាចមានហិង្សាតិចតួចទេព្រោះជាពលរដ្ឋនៅមូលដ្ឋានជាច្រើនត្រឹមជេរប្រមាថគ្នាទំនាស់ព្រំដីឬក៏អីជេរប្រមាថគ្នាអីឬក៏អាចមានហិង្សាតិចតួចទេអញ្ចឹងណាគ្រូបាទតាមពិតនៅក្នុងរឿងព្រំទាន់តកតងបាត់ល្មើសនៅពេលដែលជាពលរដ្ឋដាក់ពាក្យប្តឹងអញ្ចឹងយើងត្រូវដឹងថាប្រជាពលរដ្ឋក៏ដាក់តាណាដាក់មេឃុំភិជាច្រើនគេបានសម្រុះសម្រួលសាសាតែជាធម្មតាយើងត្រូវដឹងក្នុងរឿងព្រំទាន់សង្កត់បាត់មើលទាំងអស់គឺមិនមានការបញ្ចប់ដោយការសម្រុះសម្រួលឬសាសារវាងដើមប្តឹងឬក៏អ្នកដែលត្រូវគេប្តឹងទេមកថារឿងចរាចរណ៍បុកគេស្លាប់បុកគេរងរបួសខាងជនល្មើសហ្នឹងគាត់បានសងសំណងហើយខាងជនរងគ្រោះក៏បានដកពាក្យប្តឹងអញ្ចឹងសួរថាជនល្មើសគាត់ត្រូវបានចោទប្រកាន់ទៀតអត់ត្រូវទូទោសទៀតអត់គាត់ត្រូវទូទោសដដែលហ្នឹងដោយសារវាជាប់ប្តឹងអាជ្ញាដោយសារពាក្យប្តឹងដែលធ្វើឡើងដោយជនរងគ្រោះដកដងអាហ្នឹងប្តឹងគេហៅថាប្តឹងទាមទារសំណងរដ្ឋប្រវេណីមានន័យថាទាមទារសំណងខូចខាតឧមាថាការប្រើហិង្សាអញ្ចឹងការប្រើហិង្សាពាក្យប្តឹងរបស់ជនរងគ្រោះហ្នឹងគឺមានគោលបំណងទាមទារសំណងខុសខាតតែប៉ុណ្ណោះចំណែកបើសិនជាទាមទារឲ្យជនប្រព្រឹត្តបទល្មើសហ្នឹងគាត់ទទួលទោសគឺអត់ទេតតែប្រញ្ញាចាត់ប្រកាន់តើអត់បងកន្លែងហ្នឹងតាមពិតកន្លែងហ្នឹងគឺយើងត្រូវសិក្សានៅក្នុងក្រមតិធិព្រំទាន់ហ្នឹងហើយគ្រូហ្នឹងហើយគាត់ថាចង់បញ្ជាក់គ្រូពេលខ្លះប្រជាពលរដ្ឋខ្លះគាត់អត់ដឹងគាត់មកត្រឹមឃុំសកាត់ឬក៏គាត់មករដ្ឋបាលស្រុកដូចខ្ញុំបញ្ជាក់ចឹងរដ្ឋបាលស្រុកមានកាល័យដោះស្រាយវិវាទដែរអញ្ចឹងបើសិនជាករណីឧទាហរណ៍រដ្ឋបាលស្រុកចុះគាត់ប្រជាពលរដ្ឋគាត់ពេលខ្លះគាត់អត់ទុកចិត្តឃុំឬក៏យ៉ាងម៉េចគាត់រត់មកស្រុកគាត់អត់ដឹងថាអីទេគាត់ភ្លាមគាត់អត់ដឹងថាពឹងនរណាទេគាត់រត់មកស្រុកឧទាហរណ៍ចឹងគ្រូបាទតែរដ្ឋបាលស្រុកឃើញថាឧទាហរណ៍ពាក្យហ្នឹងពាក្យប្តឹងរបស់គាត់ទាក់ទងនឹងការទាមទារសំណងឧទាហរណ៍ចឹងណាទាមទារសំណងឥឡូវគាត់ទាប្រហែលគាត់ទា3លានឬក៏4លានទេចុះអញ្ចឹងរដ្ឋបាលស្រុកកាល័យជំនាញគាត់មើលទៅគាត់ឃើញថាករណីទាមទារសំណងអញ្ចឹងអាហ្នឹងទៅគូទៅនគរបាលយុត្តិធម៌ចុះអញ្ចឹងគាត់ត្រូវធ្វើម៉េចគាត់បញ្ជូនពាក្យប្តឹងហ្នឹងគាត់បញ្ជាប់ទៅនគរបាលយុត្តិធម៌នឹងមកនៅមូលដ្ឋានឬក៏ឲ្យប្រជាពលរដ្ឋទៅ direct ទៅនគរបាលយុត្តិធម៌ឬក៏យ៉ាងម៉េចហើយបើសិនជាទៅនគរបាលយុត្តិធម៌ទៀតសោតគាត់ដោះមិនចេញទេឧទាហរណ៍គេមិនឲ្យសំណងប៉ុណ្នេះមិនឲ្យសំណងប៉ុណ្នោះអញ្ចឹងនគរបាលយុត្តិធម៌ហ្នឹងគាត់ត្រូវធ្វើរបាយការណ៍បញ្ជូនទៅអัยការផ្ទាល់តែម្ដងឬក៏ឲ្យប្រជាពលរដ្ឋទៅអัยការផ្ទាល់តែម្ដងដែលទុកពាក្យប្តឹងហ្នឹងចោះព្រោះមានការភ័ន្តច្រឡំកន្លែងហ្នឹងគូអញ្ញាជាពលរដ្ឋមូលដ្ឋានណា
បាទខ្ញុំចង់បញ្ជាក់កន្លែងនេះ តាំង បាទ តែភូមិឬក៏ទៅស្រុកកន្លែងហ្នឹងគឺខាងឃុំខាងស្រុកហ្នឹងគាត់ឲ្យពលរដ្ឋមកដាក់ប្តឹងនៅកន្លែងមន្ត្រីនគរបាលយុត្តិធម៌វិញណាបង បាទខ្ញុំចង់បញ្ជាក់កន្លែងនេះគ្រូ បាទមន្ត្រីនគរបាលយុត្តិធម៌និយាយចំទៅក្នុងរឿងព្រមទាន់អត់មានស្រុកសម្រួលឲ្យបញ្ចប់បាត់មើលបានទេតែគេហៅទៅសម្រុកសម្រួលរត់ដងហ្នឹងអាហ្នឹងតកតងទៅនឹងសំណងខុសខាតអញ្ចឹងទោះបីជាជនរងគ្រោះគាត់ដកពាក្យប្តឹងអាមាថាជនរងគ្រោះប្តឹងបុគ្គលម្នាក់ពីបទហិង្សាអញ្ចឹងអាមាថាប្តឹងទៅមន្ត្រីនគរបាលយុត្តិធម៌តតមកខាងជនល្មើសហ្នឹងគាត់បានបង់សំណងឲ្យអស់ហើយគាត់ឈប់ខាងជនរងគ្រោះឈប់ប្តឹងទាមទារសំណងហើយអញ្ចឹងក្នុងករណីហ្នឹងក៏មន្ត្រីនគរបាលយុត្តិធម៌គាត់ត្រូវបញ្ជូនពាក្យប្តឹងហើយនឹងកសាងសំណុំរឿងទាំងអស់បញ្ជូនទៅតំណាងអัยការដែរបញ្ជូនទៅព្រះញ្ញាបង ចឹងមកន័យថាប្រជាពលរដ្ឋហ្នឹងមិនបាច់ទៅសាលាដំបងខេត្តអីផ្ទាល់ខ្លួនឯងទេគឺពាក្យប្តឹងហ្នឹងគឺក៏បាលយុត្តិធម៌គាត់ផ្ញើទៅជូនគាត់តែម្ដងមិនចឹងគ្រូ បាទកសាងសំណុំរឿងអាហ្នឹងដូចក្នុងករណីដែលមន្ត្រីនគរបាលយុត្តិធម៌គាត់ចាប់ខ្លួនចោលដែលប្រតិបត្តិមកជាក់ស្ដែងអញ្ចឹងនៅពេលដែលចាប់ខ្លួនបានហើយសួរចម្លើយ បាទច្បាស់គ្រូបាទអរគុណគ្រូបាទ អឡូវហេសួរលោកគ្រូខ្ញុំសូមមានសំណួរមួយលោកគ្រូតាមមកវិញ លោកគ្រូដូចជាដាច់លីង អូលោកគ្រូរត់ចោលហើយ